ក្រុមអ្នកស្រាវជ្រាវនិងសាស្ត្រាចារ្យមកពីវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិកម្ពុជាបារាំងនិងវៀតណាមដែលមានឯកទេសលើដំណាំស្រូវបានចុះធ្វើការបណ្ដុះបណ្ដាលស្ដីពីរោគសញ្ញានៃជំងឺរបស់ស្រូវនិងការកំណត់អត្តសញ្ញាណមេរោគដោយប្រើឧបករណ៍លម្អិតស្វែងរកម៉ូលេគុលជូនដល់និស្សិតផ្នែកកសិកម្មនៅសាកលវិទ្យាល័យជាតិបាត់ដំបងដើម្បីពង្រឹងសមត្ថភាពជំនាញបច្ចេកទេសលើការគ្រប់គ្រងសត្វល្អិតឲ្យបានមានប្រសិទ្ធភាពក្នុងការលើកកម្ពស់វិស័យកសិកម្មទំនើបនៅកម្ពុជាដែលបានធ្វើឡើងមានរយៈពេលមួយសប្តាហ៍នៅសាកលវិទ្យាល័យជាតិបាត់ដំបងសាកលវិទ្យាធិការងនៃសាកលវិទ្យាល័យជាតិបាត់ដំបងលោកបណ្ឌិតស្រៀនពៅបានលើកឡើងថាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជាបានផ្ដោតសំខាន់លើតម្រូវការសម្រាប់ការផ្លាស់ប្ដូរគំរូឆ្ពោះទៅរកកសិកម្មបៃតងដែលផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចនិងសុខភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងហើយនៅក្នុងផែនការយុទ្ធសាស្ត្រជាតិស្ដីពីកំណើនបៃតងឆ្នាំ2013ដល់ឆ្នាំ2030បានកំណត់គោលដៅជាតិសម្រាប់វិស័យកសិកម្មប្រកបដោយនិរន្តរភាពថែមទៀតផងការកំណត់គោលការណ៍នៃកំណើននេះគឺផ្ដោតលើការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាពនៃធនធានធម្មជាតិនិងកាត់បន្ថយការប្រើប្រាស់ធាតុគីមីលោកបណ្ឌិតបានបញ្ជាក់ថាដើម្បីជំរុញការធ្វើទំនើបកម្មកសិកម្មប្រកបដោយប្រសិទ្ធភាពនោះរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ការគ្រប់គ្រងសត្វល្អិតចម្រុះ IPM ជាគន្លឹះសំខាន់សម្រាប់ការលើកកម្ពស់គុណភាពកសិផលនិងបំពេញតាមស្តង់ដារសន្តិភាពចំណីអាហារអន្តរជាតិដូច្នេះយើងចាំបាច់ត្រូវធ្វើរោគវិនិច្ឆ័យជំងឺដែលមានលើដំណាំស្រូវដើម្បីធានាបាននូវការព្យាបាលតាមគោលដៅសមស្របដើម្បីកាត់បន្ថយការចំណាយសម្រាប់កសិករនិងរក្សាបាននូវសុខភាពនៃប្រព័ន្ធកសិផលបានល្អលោកសាកលវិទ្យាធិការងនៃសាកលវិទ្យាល័យជាតិបាត់ដំបងបណ្ឌិតស្រៀនពៅបានលើកបង្ហាញពីគោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះគឺដើម្បីបណ្ដុះបណ្ដាលដល់អ្នកវិទ្យាសាស្ត្រវ័យក្មេងក្នុងការធ្វើរោគវិនិច្ឆ័យពីធាតុបង្កជំងឺលើដំណាំស្រូវតាមរយៈការរួមបញ្ចូលគ្នានៅការសង្កេតលើទីវាលការយកសំណាកបន្ទាប់មកធ្វើការវិភាគម៉ូលេគុលនៅក្នុងមន្ទីរពិសោធន៍ដើម្បីកំណត់អត្តសញ្ញាណសត្វល្អិតក្នុងដីនិងការប្រើប្រាស់មីក្រូទូសក្នុងការវិភាគ DNA ព្រមទាំងជំងឺលើដំណាំស្រូវក្នុងឱកាសនោះលោកបណ្ឌិតបានថ្លែងអំណរគុណដល់ក្រុមអ្នកស្រាវជ្រាវនិងសាស្ត្រាចារ្យដែលមកពីវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិកម្ពុជាបារាំងនិងវៀតណាមនិងដៃគូសហការជាមួយសាកលវិទ្យាល័យជាតិបាត់ដំបងវិទ្យាស្ថានស្រាវជ្រាវសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងសាកលវិទ្យាល័យ Montpellier UM មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំងសម្រាប់ការអភិវឌ្ឍអន្តរជាតិនៃប្រទេសបារាំងសាកលវិទ្យាល័យជាតិកសិកម្មវៀតណាមនៃប្រទេសវៀតណាមព្រមទាំងសាកលវិទ្យាល័យភូមិន្ទកសិកម្មកម្ពុជានិងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលបានផ្ដល់នូវវគ្គបណ្ដុះបណ្ដាលមានរយៈពេលមួយសប្តាហ៍ពេញកន្លងមកនេះហើយវគ្គនេះមិនត្រឹមតែជាវគ្គបណ្ដុះបណ្ដាលប៉ុណ្ណោះទេតែគឺជាការវិនិយោគផ្ទាល់នៅក្នុងពេលអនាគតសម្រាប់ប្រទេសជាតិយើងព្រោះអង្ករគឺជាខ្សែជីវិតនៃសេដ្ឋកិច្ចនិងជាមូលដ្ឋានគ្រឹះនៃសន្តិសុខស្បៀងរបស់កម្ពុជាថែមទៀតផង